ឆ្នេះដោយមិនប្រយុទ្ធគឺជាជ័យជំនះដ៏គួរបំផុត72ម៉ោងនេះបងប្អូនត្រូវដឹងថាគឺជាពេលវេលាឆ្នេះចិត្តឆ្នេះភាពស្របច្បាប់ឆ្នេះការគ្រប់គ្រងអន្តរជាតិមិនមែនឆ្នេះដោយអាវុធមែនតែនទៅនៅក្នុងពេលនេះគឺជាពេលវេលាដែលយើងគឺមានការប្រុងប្រយ័ត្នបំផុតជាពិសេសនោះគឺប្រព័ន្ធផ្សព្វផ្សាយនឹងតែម្ដងហើយបងប្អូននឹងស្រាប់ហើយខាងនោះគឺមានល្បិចច្រើនណាស់បងប្អូនចាខាងសៀមអាចយកជាមធ្យោបាយនៅក្នុងរូបភាពនៅក្នុងការផ្សព្វផ្សាយដើម្បីចោទប្រកាន់មកលើខ្មែរឬមួយក៏ដុតឲ្យខ្មែរនឹងកាន់តែក្តៅដើម្បីគោលដៅរបស់ពួកគេនឹងគឺដើម្បីចោទប្រកាន់មកលើខ្មែរនឹងតែម្ដងដូចជាការផ្សាយសៀមបានទីតាំងនេះសៀមបានទីតាំងនោះហើយបំផ្លាញទីតាំងនេះបំផ្លាញទីតាំងនោះការចល័តតបនេះការចល័តអាវុធនោះនិងប្រព័ន្ធផ្សព្វផ្សាយនេះប្រព័ន្ធផ្សព្វផ្សាយនោះឌឺដងគ្នាជាដើមអីចឹងទៅជៀសវាងឲ្យបាននូវសកម្មភាពណាមួយដែលអាចត្រូវបកស្រាយថាជាការបង្កហេតុនិងមិនប្រើប្រាស់សាររំយោលជានិយមខ្លាំងអាចធ្វើឲ្យបំផុសអារម្មណ៍អាចប៉ះពាល់ទៅដល់ការចរចានិងគ្រប់គ្រងនៃអន្តរជាតិមិនធ្វើសេចក្តីថ្លែងការណ៍ផ្ទុយគ្នាយើងត្រូវតែមានសម្លេងតែមួយនិងព័ត៌មានត្រឹមត្រូវនៅពេលវេលាសមស្របមិនពឹងផ្អែកទៅលើការសន្និមត់ក៏បន្តចោទប្រកាន់ដោយគ្មានភស្តុតាងក៏ដូចជាឬមួយក៏បង្ហាញនៃការបកស្រាយមិនបានផ្ទៀងផ្ទាត់ច្បាស់លាស់អញ្ចឹងនៅក្នុងកំឡុងពេលបោះឈប់បាញ់72ម៉ោងនេះខ្មែរយើងគួរតែដំណើរការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតដោយផ្ដោតទៅលើបន្តនៃការពារសន្តិភាពការពារផ្លូវការទូតនិងការពារប្រជាជនមិនមែនលើការបង្កើនការប៉ះទង្គិចគ្នាឡើយណាបងប្អូនអ្វីដែលយើងគួរតែធ្វើនៅពេលនេះគឺខិតខំរក្សាវិន័យការគ្រប់គ្រងខ្លួនឯងក៏ដូចជាគោរពបទឈប់បាញ់នឹងឲ្យបានយ៉ាងតឹងរ៉ឹងដើម្បីបង្ហាញភាពទំនួលខុសត្រូវនៅលើឆាកអន្តរជាតិបញ្ជាក់ខ្សែបញ្ជាការពារឲ្យច្បាស់ដើម្បីជៀសវាងការយល់ច្រឡំហើយត្រូវតែប្រមូលផុសតាងឯកសារក៏ដូចជាកត់ត្រាស្ថានភាពមុននិងក្រោយបទឈប់បាញ់ដើម្បីសម្រាប់ការទូតនិងប្រព័ន្ធច្បាប់អន្តរជាតិដូចគ្នារៀបចំនៃទិន្នន័យធ្វើឲ្យមានស្តង់ដារនិងអាចផ្ទៀងផ្ទាត់បានការពារប្រជាជននិងមនុស្សធម៌ខំជួយសង្គ្រោះនិងផ្គត់ផ្គង់មូលដ្ឋានដល់ប្រជាពលរដ្ឋតំបន់ព្រំដែនអញ្ចឹងសូមបងប្អូនទាំងអស់គ្នាដឹងថានៅគ្រប់វិនាទីបងប្អូនស្ដាប់ខ្ញុំឲ្យទាន់ណានៅគ្រប់វិនាទីមិនមែននាទីទេគ្រប់វិនាទីនៃពេល72ម៉ោងនេះគឺពិតជាមានការប្រុងប្រយ័ត្នខ្លាំងណាស់យើងអត់អាចប្រហែសបានទេបងប្អូនអត់អាចប្រហែសសូម្បីតែ1វិនាទីបងប្អូនចាមិនថា1វិនាទីមិនថា2វិនាទីអត់អាចប្រហែសបានទេនៃពេល72ម៉ោងនេះត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់យើងបន្តប្រើប្រាស់នៃយុទ្ធសាស្ត្រសម្ដេចថាបតីគឺស្កាត់មិនមែនស្ងៀមបងប្អូនត្រូវដឹងថាសង្គ្រាមគឺអាចបន្តបានគ្រប់ពេលបើសិនជាយើងខុសតែ1វិនាទីឬមួយក៏1នាទីបងប្អូនសង្ឃឹមថាបងប្អូននឹងយល់ហើយកុំទាន់អាចឆ្ងល់ក៏កុំទាន់អាស៊ូដូចគ្នាចាទុកចិត្តគឺថែរក្សាជីវិតយើងខិតខំរយៈពេល21ថ្ងៃណាបងប្អូនឥឡូវគឺយើងបានឆ្លងកាត់នៅថ្ងៃទី1នេះហើយដូច្នេះហើយសល់តែ2ថ្ងៃទៀតទេគឺយើងត្រូវតែតស៊ូទាំងអស់គ្នាតស៊ូបន្តទាំងអស់គ្នាណាបងប្អូនណាកុំឲ្យប្រហែសឲ្យសោះសំបីតែ1វិនាទីនៅក្នុងពេល72ម៉ោងនេះបងប្អូនបើសិនជាប្រហែសសង្គ្រាមគឺអាចកើតមានឡើងម្ដងទៀតបានចាអញ្ចឹងដូចខ្ញុំនិយាយតាំងពីដើមមកចុះបងប្អូនកំឡុងពេលបត់ឈប់បាញ់72ម៉ោងនេះខ្មែរយើងគួរតែដំណើរការយ៉ាងប្រុងប្រយ័ត្នបំផុតអ្វីដែលយើងគួរតែធ្វើពេលនេះគឺខិតខំថែរក្សាវិន័យការគ្រប់គ្រងលើចិត្តខ្លួនឯងក៏ដូចជាគ្រប់គ្រងលើខ្លួនឯងណាបងប្អូនណាគោរពបត់ឈប់បាញ់ឲ្យបានតឹងរ៉ឹងដើម្បីបង្ហាញភាពទំនួលខុសត្រូវទៅលើឆាកអន្តរជាតិហើយត្រូវតែប្រមូលផុសតាងបងប្អូនចានាំគ្នាជួយប្រមូលផុសតាងនិងឯកសារកត់ត្រាស្ថានភាពមុននិងក្រោយបត់ឈប់បាញ់មិនថាមុនមិនថាក្រោយទេនៃបត់ឈប់បាញ់បងប្អូនត្រូវតែមានទាំងអស់ដើម្បីសម្រាប់ការទូតក៏ដូចជាប្រព័ន្ធច្បាប់អន្តរជាតិដូចគ្នាហើយត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ជាងគេនឹងគឺប្រព័ន្ធផ្សព្វផ្សាយនឹងតែម្ដងចាអញ្ចឹងសូមអស់លោកស្រីអ្នកនាងកញ្ញាមេត្តាជ្រាបជាដំណឹងណាកុំចេះតែផុសកុំចេះតែចង់បាន like ចង់បាន view ជាពិសេស MMO នឹងតែម្ដងកុំចេះតែយកអារូបភាពណាក៏ដោយដែលផុសទៅធ្វើឲ្យប៉ះទង្គិចធ្វើឲ្យក្តៅកាហាយធ្វើឲ្យកើតមានសង្គ្រាមម្ដងទៀតណាកុំណាចាសន្តិភាពមានមកបដៅវិញហើយអញ្ចឹងបើសិនជាប្រទេសរាវស្ងប់ស្ងាត់ហើយកុំទៅបង្កើនភ្លើងកុំចេះតែផុសនេះផុសនោះអារបៀបថាមនុស្សលមាស់ដៃបងប្អូនយល់ទេអញ្ចឹងរបៀបថាទប់ដៃខ្លួនឯងឲ្យជាប់សិនហើយកុំចេះតែផុសដើម្បីចង់បាន like ដើម្បីចង់បាន share នាំទុកវេទនាដល់ជាតិនាំទុកវេទនាដល់ងាកទៅមើលបងប្អូនដែលជាជនភៀសសឹកហើយងាកទៅមើលបងកងទ័ពយើងផងណាមុននឹងចង់បាន like មុននឹងចង់បាន share មុននឹងផុសអ្វីប្រេះផ្ដាស់ជួនកាលអាបងប្អូនផុសនឹងទៅគិតថាវាត្រឹមត្រូវប៉ុន្តែអាខាងគេអត់ត្រឹមត្រូវដល់ពេលចឹងហើយគឺចាប់ផ្ដើមប្រមូលអារូបភាពទាំងអស់នឹងជាមធ្យោបាយដើម្បីយកមកចោទប្រកាន់យើងអាប្រព័ន្ធផ្សព្វផ្សាយដែលបងប្អូនខំប្រឹងផុសហ្នឹងគេយកមកចោទប្រកាន់មកលើខ្មែរយើងបានគ្រប់ពេលវេលាដើម្បីដុតឲ្យខ្មែរយើងនឹងក្តៅដើម្បីគោលដៅរបស់ពួកគេនឹងគឺចោទប្រកាន់មកលើខ្មែរយើងនឹងតែម្ដងហើយមានអ្វីខ្លះការផ្សាយនឹងទី1នឹងគឺសៀមបានទីតាំងនេះសៀមបានទីតាំងនោះបំផ្លាញទីតាំងនេះបំផ្លាញទីតាំងនោះការចល័តទ័ពការចល័តអាវុធនិងប្រព័ន្ធផ្សព្វផ្សាយឌឺដងជាដើមអាឌឺដងគេហ្នឹងបងប្អូនគ្រោះថ្នាក់ណាស់អញ្ចឹងបើអាចកុំឲ្យសោះប្រមាណចំណុចនេះធ្វើឲ្យបានណាបងប្អូនសាកគិតមើលសង្គ្រាម21ថ្ងៃយើងវេទនាប៉ុណ្ណាណាយើងខំប្រឹងប៉ុណ្ណាអញ្ចឹងក្នុងរយៈពេល3ថ្ងៃនេះបងប្អូនត្រូវតែគ្រប់គ្រងខ្លួនឯងគ្រប់គ្រងអារម្មណ៍ខ្លួនឯងត្រូវតែរបៀបថាចេះអត់ធ្មត់ឲ្យបានមែនតើក្នុងរយៈពេល3ថ្ងៃនេះហើយត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនគោរពបទឈប់បាញ់ឲ្យបានតឹងរ៉ឹងចាជៀសវាងណាបងប្អូនណាប្រហែសតែត្រឹម1វិនាទីឯងសង្គ្រាមនឹងកើតឡើងម្ដងទៀតហើយបើសិនជាកើតឡើងម្ដងទៀតហើយគឺវេទនាឯងម្ដងនេះមិនដឹងថាធ្វើមិនបានទៀតទេអញ្ចឹងត្រូវចាំណាបងប្អូនចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ